Hello សូមស្វាគមន៍មកកាន់ Channel ពេជ្រសម្រាប់រឿងតែមុននឹងចូលដល់សាច់រឿងរបស់យើងadmin ក៏សូមពឹងអ្នកនរគ្នាជួយចុច Subscribe ចុច Like និងចុចចែកសញ្ញាកណ្ដឹងនៅលើវីដេអូរបស់ admin ផងដើម្បីជាការលើកទឹកចិត្តដល់ admin ហើយ admin ក៏សូមពឹងអ្នកនរគ្នាចូលទៅក្នុងក្រុមនេះម្នាក់មួយផងអាច scan ទៅលើ QR code នេះបានដើម្បីទទួលបានដំណឹងថ្មីៗពី admin អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលដល់សាច់រឿងរបស់យើងអ្នកនរគ្នាសាច់រឿងនៅភាគទី23គេចាប់ផ្ដើមឡើងនៅពេលដែលយាជីពេលហ្នឹងមុខឡើងក្រហមទាំងមុខរបស់ពួកគេគឺទល់មុខគ្នាខ្លាំងមែនតើចំណែកប៉ៃលូពេលហ្នឹងក៏ងាកមុខមកសើចបែបសើចរបស់យាជីរួចក៏និយាយទៅកាន់យាជីថាមើលចុះមុខលោកឡើងក្រហមមកហើយមើលទៅលោកមិនធ្លាប់មានស្នេហាទេមែនទេចំណែកមុខរបស់យាជីភ្នែកឡើងបើកធំតែម្ដងនាងក៏បាននិយាយថាអូចូលធ្វើបាបលោកហើយឬទៅសួស្ដីណាចំណែកសាច់រឿងក៏បានកាត់នៅឃើញដែលយាជីបានបើកទ្វារចូលក្នុងបន្ទប់របស់គេហើយក៏ឃើញថាឆាងស៊ឺកំពុងតែអង្គុយអានសៀវភៅមិនដឹងអីមិនដឹងទៅនៅលើសាឡុងហ្នឹងចំណែកយាជីគ្រាន់តែមកដល់ភ្លាមក៏ទេសនាដាក់គេភ្លាមថាអ្នកណាសន្យាជាមួយខ្ញុំហើយថាមិនធ្វើអីផ្ដេសផ្ដាស់នោះអីហើយចុះបើត្រូវនាងឃើញនោះគិតយ៉ាងម៉េចទៅនាងស្គាល់លោកណាតែបើមើលទៅចរិតឆាងស៊ឺវិញគឺអត់ខ្វល់ទេរួចក៏ងាកមកនិយាយថាខ្ញុំរំខានលោកញ៉ែគ្នាសាសងគ្នាមែនទេអាសម្ដីនឹងមានអារម្មណ៍ថាដូចយើងចំហាយប្រច័ណ្ឌមកជិះនេះពេលនោះយាជីក៏ដើរទៅទាំងខឹងថាបិទមាត់ទៅនេះខ្ញុំធ្វើដើម្បីអ្នកណាទៅចំណែកឆាងស៊ឺក៏ទម្លាក់សភៅនឹងចុះងើបឈរឡើងប្រាប់តែនិយាយថាផ្កាដែលកាន់គឺជាលោកជាអ្នកឲ្យនាងមែនទេចង់សួរថាផ្កាដែលបៃលូកាន់នឹងជាផ្ការបស់យាជីជូនមែននាំគ្នាអ្នកទាំងគ្នាថាឆាងស៊ឺកំពុងតែប្រច័ណ្ឌយាជីហើយពេលនោះយាជីក៏មិនខ្វល់ទៅដេកធ្វើពង្ើយរួចក៏និយាយថាមិននឹងអាចទៅខ្ញុំមិននឹងអាចជូនផ្កាកលាបទៅនាងទៅពេលនោះឆាងស៊ឺក៏ដើរទៅព្រមទាំងនិយាយថាអញ្ចឹងលោកជូនអីទៅចំណែកយាជីក៏ងើបមកនិយាយថាឲ្យខ្ញុំជូនអីទៅនាងវាពាក់ព័ន្ធអីនឹងលោកតែពេលនោះស្រាប់តែឆាងស៊ឺក៏មកឈរទល់ពីមុខយាជីតែម្ដងរួចក៏និយាយថា good night kiss វាសួរជាសំណួរហើយវាសួរថាបើសិនជាអត់ជូនផ្កាមានតែជូនអា good night kiss ហ្នឹងមែនហើយពេលនោះយាជីក៏អៀនមុខឡើងក្រហមតិចដែររួចក៏និយាយថាណែមិនទៅលួចស្ដាប់គេនិយាយគ្នាអញ្ចឹងនេះលេងចង់រស់ហើយមែនទេតែងាកមុខចេញបែបអៀនខ្លាំងចំណែកឆាងស៊ឺក៏ទៅខ្សឹបដាក់ទៅជាយាជីថាយាជីលោកឆោតពេកហើយគ្រាន់តែមនុស្សស្រីលេងសើចតិចតួចសោះមុខឡើងក្រហមទៅហើយចំណែកយាជីក៏យកដៃមកខាំងព្រមទាំងនិយាយថាអូយនេះគិតក្នុងចិត្តអូចិត្តពេកហើយតែពេលនោះឆាងស៊ឺក៏ទៅចាប់បង្វិលមុខរបស់យាជីមកឡើងគៀកគ្នាតែម្ដងរួចក៏និយាយទៅកាន់យាជីថាធ្លាប់ថើបគ្នាដែរទេមិនក៏សួរគេអញ្ចឹងអៀនណាងារោអៀនជំនួសចំណែកយាជីពេលនោះឡើងផាំងឲ្យគ្នាបើកភ្នែកធំឈរនៅថ្មឹងតែម្ដងសាច់រឿងគេក៏បានកាត់មកបង្ហាញឃើញពីទស្សនវិជ្ជារបស់កប៉ាល់ហ្នឹងគឺវាធំប៉ុណ្ណាហើយមើលដៃរបស់ឆាងស៊ឺកំពុងតែធ្វើអីនៅជាកេះរបស់យាជីរួចក៏សួរទៅកាន់យាជីអញ្ចឹងតើធ្លាប់មានស្នេហាឬអត់ចំណែកយាជីនៅតែថាអញ្ចឹងលេខខ្ញុំទៅតែឆាងស៊ឺក៏នៅសួរទៀតថាធ្លាប់មានស្នេហាឬអត់ពេលនោះយាជីក៏រៀងផាំងសម្លឹងទៅកាន់មុខឆាងស៊ឺឡើងជាប់រួចក៏ងាកខ្សែភ្នែកចេញរួចក៏និយាយថាលោកឈប់បង្កបញ្ហាទៅបានទេឲ្យខ្ញុំសម្រាប់បន្តិចទៅបានអត់ខ្ញុំហត់ចង់ស្លាប់ទៅហើយនឹងឆាងស៊ឺក៏និយាយទៅកាន់យាជីវិញថាលោកហត់ហ៎ចុះខ្ញុំថ្ងៃមិញវាឡើងតាមទូកនឹងអត់ហត់ទេមែនទេពេលនោះយាជីក៏បានលើកដៃមកសំពះអង្វរតែម្ដងរួចហើយនិយាយថាអូសំទោសលោកម្ចាស់លើកក្រោយខ្ញុំនឹងឲ្យលោកឡើងមកតែម្ដងល្អដែរទេអាវាថាឡើងមកតាមស្រួលលែងឲ្យឡើងអាតាមខ្សែតាមអីបន្ទងអញ្ចឹងហើយចំណែកឆាងស៊ឺពេលនោះក៏សើចរួចក៏និយាយថាលោកនឹងអោបខ្ញុំទេអីមិនអត់សួរចឹងអ្នកលេងសួរចាំអ្នកមែនហើយពេលនេះយាជីក៏ធ្វើមែនទេថាលើកដៃឲ្យរំងថារត់អោបរួចក៏សួរទៅអត់ជឿមែនមកសាក់ទៅហើយក៏ឃើញថាជំហានរបស់ឆាងស៊ឺពេលនេះគឺថយក្រោយអីអាមនុស្សខ្លាចគេប៉ះចឹងមកហើយសិតសួរគេអោបអត់អីណាតែប៉ុណ្ណេះបានដៃយាជីបដ ாய் ញញឹមឡើងមុខឡើងពឹសពុលរួចក៏ចេញអាស្ទាយកជ្រងនឹងទៀតហើយរត់ដេញតាមព្រមនឹងនិយាយថាម៉ាម៉ាឲ្យខ្ញុំអោបមួយទៅមើលតែបើមើលទៅឆាងស៊ឺរត់ហើយអត់បកក្រោយទេសុំទៅហើយណែឆាងស៊ឺពេលនោះក៏ងាកមកនិយាយជាមួយយាជីវិញថាចេះបានហើយលោកអោបខ្ញុំមិនកើតទេមិនបាច់ចាំសាកទេចំណែកយាជីក៏និយាយថាអត់សាកមិនដឹងតែពេលនោះអាភូតហេតុមួយក៏បានកើតឡើងយាជីក៏បានរត់ទៅតាក់ជើងជាមួយនឹងកៅអីមានអីម៉ាំងខ្ពប់ទ្របលើទ្រូងឆាងស៊ឺបានសម្រេចអាពេលប្លង់ដួលអញ្ចឹងគឺដួលបានប្លង់ល្អហ្មងហើយក៏ឃើញថាចង្វាក់បេះដូងរបស់ពួកគេគឺលូតឌុកដាក់រៀងខ្លួនហើយឆាងស៊ឺអាគេរត់ដេញអោបមិញធ្វើឯងអីណាឥឡូវមកធ្វើឯងខ្សឹបដាក់តិចគេបែរថានិយាយជីអ្នកណាគេឲ្យអោបឲ្យពិតប្រកបទៅឥឡូវហ្នឹងចំណែកអាយាជីពេលនេះតិចឡើងក្រហមហើយសាច់រឿងភាគទី23ក៏បានបញ្ចប់តែមាននឹងតដល់វគ្គទី24ឲ្យព្រោះរឿងនេះវាសាច់រឿងវាខ្លីខ្លាំងមែនតើវាដូចរឿងដតីទៀតទេមួយភាគវាអីតា3នាទីអីហ្នឹង2នាទីអីហ្នឹងអស់ហើយលោកព្រះ
ហើយរឿងខ្លះ7 8នាទីសាច់រឿងនៅភាគទី24ក៏បានចាប់ផ្ដើមឡើងនៅឃើញដែលពួកគេកំពុងតែអោបគ្នាពេលនោះក៏មានសំឡេងទូរស័ព្ទរោទៅធ្វើឲ្យពួកគេក្រោកឡើងចេញពីគ្នាតែម្ដងនោះយាជីលើកទូរស័ព្ទមករួចក៏គិតក្នុងចិត្តថាកណ្ដាលយប់ហើយនៅខលមកទៀតហ៎រួចក៏យកដៃទៅខ្ទប់កន្លែងស្រូបសំឡេងនិយាយទៅកាន់ឆាងស៊ឺថាប៉ារបស់ខ្ញុំខលមកហើយលោកហាមមកចេញសំឡេងអសោះណាចំណែកឆាងស៊ឺក៏ងក់ក្បាលទៅកាន់យាជីក៏បានលើកទូរស័ព្ទមករួចក៏និយាយថាអាឡូចំណែកប៉ារបស់យាជីពេលនេះគឺគាត់ស្វឹងហើយរួចក៏និយាយថាអាឡូកូនសំណប់ចិត្តនិយាយទូរស័ព្ទបានអត់នឹងពេលនោះយាជីក៏បាននិយាយថានិយាយបានតាខ្ញុំនៅក្នុងបន្ទប់របស់ខ្ញុំហើយតាពេលនោះគាត់ក៏និយាយបែបទម្លាក់ទឹកមុខបែបផ្សេងថាអូអញ្ចឹងអត់នៅជាមួយនឹងក្មួយប៉ៃលូទេយាជីក៏បាននិយាយថាអត់ទេប៉ាផឹកច្រើនពេកហើយទៅដឹងនេះយល់ស្មាននេះហើយនៅខលមករកខ្ញុំទៀតមានការអីមែនទេខ្ញុំរៀបនឹងចូលគេងហើយចំណែករូបភាពរបស់គាត់គឺកំពុងតែអង្គុយនៅលើសាឡុងផឹកស្រានៅឡើយទេរួចក៏និយាយថាគឺប៉ាចង់ដឹងថាឯងនឹងក្មួយប៉ៃលូទៅដល់ណាដល់ណីហើយហ្នឹងណាមែនហើយចុះផ្កាដែលប៉ារៀបចំឲ្យនោះនាងចូលចិត្តអត់ចំណែកយាជីក៏ជ្រងសក់បែបពីមួម៉ៅដែរថាប៉ាសម័យនេះហើយនៅជូនផ្កាទៀតអីចំណែកគាត់វិញនិយាយបណ្ដាក៏ងើយមើលមេឃមើលផ្កាយបណ្ដាថាមែនណាតែប៉ាអត់មានឃើញឯងជូនអីនាងទៅនាងផ្សេងក្រៅពីនឹងទេពេលនោះយាជីក៏បាននិយាយថាខ្ញុំហើយគាត់ក៏និយាយកាត់យាជីវិញទៀតថាអូមែនហើយប៉ុន្មានថ្ងៃនេះលោកតានិយាយពីឯងរហូតគាត់ថានឹកឯងទៅវាថាចូលចិត្តយកតាលោកតារបស់យាជីយកមកគម្រាមយាជីរហូតចំណែកគាត់និយាយទៀតថាចាំពេលកូនត្រឡប់មកពីម៉ៅស៊ឺវិញទៅមើលគាត់តិចទៅបានអត់យាជីពេលហ្នឹងឡើងតម្លាក់ទឹកមុខរួចក៏និយាយថាបានរួចក៏បានបិទទូរស័ព្ទទៅរួចយាជីក៏បាននិយាយទៅកាន់ឆាងស៊ឺថាឲ្យលោកមើលមុខខ្ញុំធ្វើអីពេលនោះឆាងស៊ឺក៏បានលើកដៃធ្វើជាសញ្ញារួចក៏និយាយថាលោកប៉ាលោកនិយាយលឺណាចំណែកយាជីក៏និយាយទៅមុខអៀនមកថាគាត់ចាត់ចែងជប់លៀងផងជូនផ្កានាងផងនៅពេលខ្ញុំត្រឡប់ទៅវិញនៅត្រូវទៅនិយាយជាមួយនឹងប៉ៃលួចច្បាស់លាស់ទៅបានរួចក៏អង្គុយចូលទាំងយកដៃទៅជ្រងក្បាលរួចក៏គិតក្នុងចិត្តថាបន្ទាប់ពីការរុញច្រានរបស់សៅអ៊ីងលូនាងប្រហែលជាគិតថាខ្ញុំកំពុងតែតាមញ៉ានាងមែនតែនហើយពេលនោះឆាងស៊ឺក៏នៅឈរទល់មុខជាមួយនឹងយាជីព្រមទាំងនិយាយថានិយាយឲ្យច្បាស់មកលោកអត់ស្រឡាញ់នាងទេមែនទេចំណែកយាជីពេលនោះក៏ស្ងាត់មាត់បន្តិចក៏និយាយឡើងមកថាគឺមិនមែនជាក្តីស្រឡាញ់ប្រភេទនោះទេនិយាយទៅគឺខ្ញុំមិនចង់ធ្វើបាបនាងឡើយយាជីក៏បានគិតក្នុងចិត្តថាពេលនេះគ្រាន់តែខ្លួនឯងនឹងខ្ញុំពិបាកការពារណាស់ទៅហើយនៅមានរនឆាងស៊ឺខ្ញុំពេលនេះមានអារម្មណ៍ឯណាទៅមានស្នេហានោះចំណែកឆាងស៊ឺក៏និយាយមកកាន់យាជីថាលោកចង់និយាយឲ្យច្បាស់ជាមួយប៉ៃលូចុះលោកតារបស់លោកគិតយ៉ាងម៉េចចំណែកយាជីពេលនោះក៏សម្លឹងទៅកាន់ឆាងស៊ឺព្រមទាំងគិតថាមិននឹកស្មានថាវ៉ាន់ឆាងស៊ឺគេចេះបារម្ភពីរឿងរបស់ខ្ញុំដែរសោះរួចក៏ឈ្ងោកមុខទៅក្រោមព្រមទាំងនិយាយថាខ្ញុំមិនដឹងទេប៉ុន្តែបើឲ្យខ្ញុំធ្វើបាបក្មេងស្រីម្នាក់នោះដោយចិត្តអាក្រក់យ៉ាងនេះបានយ៉ាងម៉េចទៅវាថាយាជីយកប៉ៃលូធ្វើជាឈ្នន់ដែរអញ្ចឹងដើម្បីទៅជួបតារបស់ខ្លួនអញ្ចឹងទៅគឺអត់ចង់ធ្វើបាបនាងទេរួចក៏ងើបមុខមកនិយាយជាមួយនឹងឆាងស៊ឺវិញថាមិនអីទេយ៉ាងច្រើនណាស់សៅអ៊ីងលូមិនឲ្យខ្ញុំបានជួបលោកតារបស់ខ្ញុំទៀតទេខ្ញុំធ្វើស្ដាប់បង្គាប់គេតែបន្តិចក៏លេងអីហើយចំណែកឆាងស៊ឺក៏សួរថាពិតមែនណាយាជីក៏ក្រលៀសខ្សែភ្នែកទៅម្ខាងរួចក៏និយាយថាខ្ញុំដឹងថាលោកប្រហែលជាកំពុងគិតថាខ្ញុំជាមនុស្សអត់មានប្រយោជន៍អីហើយរួចក៏ក្រោកឡើងមកនិយាយទៀតថាការពិតទៅខ្ញុំដូចជាបាក់សីមួយក្បាលដែលកំពុងតែត្រូវសៅអ៊ីងលូកាច់បំបាក់ស្លាប់យ៉ាងអញ្ចឹងគឺអាចរស់នៅក្នុងទ្រុងមាសមានទំហំពី2ទៅ300ម៉ែត្រទៅប៉ុណ្ណោះមិនថាខ្ញុំចង់រត់គេចទៅណាគ្រាន់តែគេនិយាយពីលោកតាមួយម៉ាត់ក៏ធ្វើឲ្យខ្ញុំស្ដាប់បង្គាប់របស់គេរួចទៅហើយឆាងស៊ឺក៏និយាយថាវាមិនអាក្រក់ទេយាជីក៏បែបសួរថាណារួចក៏ទៅឈរទល់មុខជាមួយនឹងឆាងស៊ឺព្រមទាំងនិយាយទៅកាន់ឆាងស៊ឺថាបើសិនបើថ្ងៃក្រោយលោកជាសះស្បើយឡើងវិញហើយតើលោកសន្យាថានឹងជួយខ្ញុំដែរទេហើយសាច់រឿងនៅភាគទី23 24របស់យើងក៏បានបញ្ចប់ត្រឹមនេះបើសិនជាមានកំហុសខុសឆ្គងសូមអធិស្ឋានមានផងដោយសារតែមាននិយាយយើងតាក់អរគុណអ្នកនរគ្នាពីនេះបាយ